បងប្អូនដែលកើតនៅក្នុងឆ្នាំទាំង5នេះមានពន្លឺខ្ពស់នៅក្នុងការទទួលលាបអណ្ដែតទឹកពិសេសគឺក្រោយឆ្នាំចិននេះតែម្ដងបងប្អូនដឹងឬទេថាបងប្អូននឹងមានជើងលេខដែលអាចមានគេមកជួយបងប្អូនទី1ទី2មានជើងលេខដែលគេមកដើម្បីជួយដោះស្រាយបញ្ហាវិវាទឬក៏ជួយតាក់ទងទៅនឹងរឿងលុយកាក់ការឲ្យជាទ្រព្យជារបស់ជាអំណោយអ្វីមួយដែលវានឹងចូលមកនៅក្នុងដួងលេខរបស់យើងឬក៏ជាជើងលេខដែលទទួលបានភ្ញៀវថ្មីហើយគឺជាភ្ញៀវដែលឲ្យលាភធំមកយើងនៅក្នុងពេលអនាគតបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង5នេះនឹងមានឱកាសខ្ពស់បំផុតនឹងទទួលបានលាភទាំងនោះក៏ប៉ុន្តែបងប្អូនត្រូវចាំថាវាក៏ជាវេលាដ៏ល្អផងដែរសម្រាប់បងប្អូនទិញមាសដើម្បីដាស់នៃអំណាចរាសីរបស់ខ្លួនឯងបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង5ដែលខ្ញុំលើកឡើងនេះសូមត្រៀមសន្សំលុយទិញមាសចុះព្រោះបងប្អូននឹងទទួលបានងៅហេងយ៉ាងធំអំពីមាសនោះនៅក្នុងពេលអនាគតទី1គឺបងប្អូនដែលកើតនៅក្នុងឆ្នាំមមែទី2បងប្អូនដែលកើតនៅក្នុងឆ្នាំចទី3បងប្អូនដែលកើតនៅក្នុងឆ្នាំរកាទី4ឆ្នាំវកនិងទី5កើតនៅក្នុងឆ្នាំរោងអញ្ចឹងមមែចរកាវករោង5ឆ្នាំនេះមានងៅហេគឺជាលេខអត្តដែលមានវេលាឲ្យយើងទទួលបាននៃលាភធំហើយក៏ជាវេលាល្អប្រសិនបើបងប្អូនដែលមានបំណងចង់ទិញមាសយកងៅហេងឬក៏យករាសីឲ្យកាន់តែខ្ពស់ក្នុងថ្ងៃទាំងអស់នេះបងប្អូនដែលអាចសន្សំលុយទិញមាសទុកបានគឺមាសនោះនឹងក្លាយទៅជារាសីនឹងញ៉ាំងឲ្យបងប្អូនទទួលបាននូវផលចំណេញយ៉ាងច្រើននៅក្នុងពេលខាងមុខទៅតាមចំនួនដែលបងប្អូនអាចទិញអ្វីដែលសំខាន់មាសដែលបងប្អូនទិញនៅក្នុងចន្លោះវេលានេះគឺទិញមកហើយនឹងនាំនៃសិរីមង្គលនិងភាពសួស្តីដោយសារតែជាវេលាដែលល្អគឺវេលាមាសត្រជាក់ហើយមាសធ្ងន់តែកាលណាមាសត្រជាក់ហើយកម្លាំងមាសនឹងធ្ងន់ពេលដែលយើងទិញទៅគឺយើងហេងធ្វើអីក៏កប់ដាក់អីក៏ដាច់អារម្មណ៍ស្រស់ថ្លាជ្រះស្រឡះធ្វើអីទៅក៏មានថាមពលអញ្ចឹងណាហើយបើសិនជាបងប្អូនអាចហូតជាអញ្ជើញវងពាក់នៅលើដៃកណ្ដាលផ្នែកខាងស្ដាំទៀតកាន់តែមានងៅហេងទឿនណាបងប្អូនដែលកើតនៅក្នុងឆ្នាំទាំង5ហ្នឹងធ្វើតាមអត់ខុសទេចឹងប៉ុន្តែមាសទាំងនោះបើសិនជាបងប្អូនអាចយកមកប្រសិទ្ធិកាន់តែល្អព្រោះសិស្សអ្នកគ្រូភាគច្រើនពេលដែលគាត់ទិញមាសទាំងអីគាត់យកមកប្រសិទ្ធិដើម្បីឲ្យមាសហ្នឹងកាន់តែហេងពាក់ទៅជួយរាសីត្រូវតាមឆ្នាំកំណើតអញ្ចឹងណាអញ្ចឹងចំណុចហ្នឹងក៏ជាចំណុចសម្គាល់ដ៏ល្អមួយដែរផ្ទុយទៅវិញក្នុងករណីដែលបងប្អូនចាកើតនៅក្នុងឆ្នាំទាំង5ហ្នឹងគេផ្សេងគេហេងគេមានលៀបមានជ័យចុះហេតុអីបានជាខ្លួនបងប្អូនបើជាមានអារម្មណ៍មួម៉ងស្មុគស្មាញធ្វើអីមិនត្រូវចាប់អីមិនកើតអាហ្នឹងមកពីអីចាវាអាចមកអំពីគេធ្វើអំពើបិទមុខបងប្អូនបិទរាសីបងប្អូនជាអំពើចងបិទជាអំពើអមនុស្សជាអំពើធ្វើឲ្យយើងឈឺធ្វើឲ្យយើងចិត្តតែមានរឿងក្តៅកាហាយកាន់ទ្រព្យមិនបានកាន់លុយមិនគង់ឲ្យតែមានលុយត្រូវតែមានរឿងចំណាយអស់ហ្នឹងហើយចិត្តតែមានភាពមួម៉ងក្នុងគ្រួសារអាហ្នឹងសិតតែតទៅនៅរឿងផ្លូវក្នុងអញ្ចឹងជាធម្មតាបងប្អូនអាចនឹងត្រូវកែកុនចេញជាទូទៅអ្នកគ្រូតែងតែលើកឡើងជារឿយៗថាបងប្អូនកុំភ្លេចនៅក្នុងការការពារខ្លួនអញ្ចឹងណាបងប្អូនឃើញស្រាប់ហើយសូម្បីតែអ្នកគ្រូខ្លួនឯងក៏ដាក់យ័ន្តព្រះអង្គហ្គណេសឬក៏ពាក់ខ្សែដៃ5ធាតុដើម្បីជួយការពារនៅដួងរាសីនិងដួងចតាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវតែការពារកុំបីខានចំពោះបងប្អូនដែលមានយ័ន្តឬក៏មានខ្សែដៃអ្នកគ្រូហើយអាចអាសាយកមកដាស់អំណាចឲ្យមានឫទ្ធិកាន់តែធំពាក់ទៅកាន់តែហេងខ្លាំងហើយការពារខ្លួនកាន់តែបានល្អចំពោះបងប្អូនទាំងឡាយណាដែលអត់ទាន់បានការពារខ្លួនទេគួរតែមាននៅក្នុងការការពារខ្លួននៅក្នុងឆ្នាំនេះបងប្អូនមាសនឹងមានអំណាចម្យ៉ាងដែលជួយសង្កត់នៃចតារាសីរបស់បងប្អូនទាំងឡាយណាមានតិចក្តីច្រើនក្តីឲ្យតែពាក់ជាប់ខ្លួនតែបន្តិចបន្តួចឬក៏មានជាប់ខ្លួនមានន័យថាយើងអត់ពាក់ក៏ដោយក៏ប៉ុន្តែវាជាកម្មសិទ្ធិរបស់យើងដែលយើងមានវាហើយយើងຕົកនៅកន្លែងណាមួយដែលសុវត្ថិភាពបងប្អូនវានឹងជាចន្ទល់ដែលញ៉ាំងឲ្យយើងមានរាសីខ្ពស់ពិសេសសម្រាប់អ្នកដែលកើតនៅក្នុងឆ្នាំមមែចរកាវករោងនឹងតែម្ដងមានមាសហើយបានយកមកប្រសិទ្ធិអភិសាយទៀតកាន់តែខ្លឹមកាន់តែល្អបងប្អូនបើសិនជាបងប្អូនចង់អភិសេកមាសឬក៏អីឬក៏បងប្អូនចាំរត់អ្នកគ្រូបងប្អូនអញ្ជើញមកជួបអ្នកគ្រូដោយផ្ទាល់ក៏បានឬក៏ទាក់ទងអ្នកគ្រូតាម Telegram លេខ069 61 51 59ឬក៏ចាំមកជួបអ្នកគ្រូផ្ទាល់នៅបូរីសម្បួរមាសចំការដងណា
ចាស់ចំពោះបងប្អូនដែលចង់ជាវត្ថុមង្គលជាវស័ព្ទប្រចាំឆ្នាំទាំង12ដើម្បីកាយឆុងឬក៏ជាវខ្សែដៃ5ភាគដូចអ្នកគ្រូកំពុងតែពាក់នេះឬក៏ចង់ជាវយ័ន្តផ្សេងៗបងប្អូនអាចទាក់ទងមកអ្នកគ្រូតាមរយៈ Telegram លេខ069 61 51 59 ឬក៏ឆាតមកចូល account Facebook អ្នកគ្រូផ្ទាល់ក៏បានដែរ account ឈ្មោះ Bipingly បញ្ជាក់ណាបងប្អូនរាល់វត្ថុមង្គលឬក៏ស័ព្ទទេពនិងវត្ថុទាំងឡាយដែលបងប្អូនជាវពីអ្នកគ្រូទៅនឹងមានការធ្វើកិច្ចអភិសេកឬក៏ប្រសិទ្ធិជាពិសេសទៅតាមឈ្មោះនិងលេខអត្តខែឆ្នាំរបស់បងប្អូនដើម្បីឲ្យកាន់តែមានឫទ្ធិពូកែស័ក្តិសិទ្ធិណាហើយមួយវិញទៀតបងប្អូនក៏អាចទាក់ទងមកអ្នកគ្រូដើម្បីរកអ្នកគ្រូទស្សទាយធ្វើកិច្ចលើកជាអ៊ុនកាយរាសីកាយឆុងឬក៏ធ្វើកិច្ចដាក់អំពើបើកមុខបើករកស៊ីឬក៏ដាក់អំពើដើម្បីឲ្យជាពីជំងឺផ្សេងៗបងប្អូនក៏អាចទាក់ទងមកអ្នកគ្រូបានដូចគ្នាណា